សូមអរកាយគោរពនឹងជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់ដែលកំពុងតែទស្សនាជាមួយនឹងការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទពលលេខ 5 ទាំងអស់ជាទីគោរពនឹងជាទីមេត្រីដែលមកជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធី Variety Advice ដែលលោកអ្នកតែងតែជួបជាមួយនឹងយើងខ្ញុំទាំង3នាក់ចាគឺមានខ្ញុំកុលដាវីរួមជាមួយនឹងលោកករណពេជ្រនិងលោកគឹមឡុងបាទដែលពួកយើងទាំង3នាក់តែងតែពំនាំនៅព័ត៌មានថ្មីៗទៅផ្លាត់ផ្លែកចម្លែកអារម្មណ៍ក៏ដូចជាផ្ដល់នៅផ្នែកកំណត់ថ្មីៗជូនដល់ប្រជាពលរដ្ឋខ្មែររបស់យើងឲ្យបានជ្រាបដើម្បីទុកជាបទពិសោធន៍ឆាកជីវិតក្នុងការប្រកបអាជីវកម្មផ្សេងៗផងដែរចាជានៅក្នុងសប្តាហ៍នេះយើងសប្តាហ៍នេះចង់និយាយយើង3នាក់តិចមកមានអារម្មណ៍ថាប្លែកមែនទេអញ្ចឹងយើងវាយអាធីអីចាសម៉ៅទៅបាទដល់កញ្ញារាវីដូចខ្ជូតដូចកូនសិស្សកូរ៉េតិចអីមកចាដល់ពេលថតរហូតអញ្ចឹងទៅរហូតមកថ្មីអត់ឃើញចេះតែចាប់ដាក់ខំយកមកចាមិនចេះឆ្ងល់ស្មារតីបដូរវិធីការនីមើលចំកលវីដែរបាទអរគុណច្រើនហើយសម្រាប់កម្មវិធីរបស់យើងសប្តាហ៍នេះស្ដីអំពីការផ្ដល់ជូននៅការបណ្ដុះបណ្ដាលផ្នែកគំនិតអ្នកមានបាទចង់អត់អ្នកក៏អត់បដោះទេណាបដោះអត់ក៏អត់ទេបាទធម្មតានេះវិញសម្រាប់ការខ្ញុំទៅសម្ភារគឺចង់សួរថាយើងចង់ដឹងជាអ្នកចង់ថាដឹងថាវីចង់ខ្លាចជាអ្នកមានអត់វីកម្រងតែណាគាត់ចង់បានលុយប្រហែលលាននឹងខ្លួនយើងលុយកំណត់អត់បានទេឲ្យតែមានយល់រហូតចាប៉ុន្តែគឺយើងអាចកំណត់មួយវគ្គសិនមកឧទាហរណ៍ថាឥឡូវយើងកំពុងស្ថិតក្នុងវ័យនេះកលៈទេសៈនេះយើងចង់ធ្វើឲ្យអសល់ខ្លួនឯងប្រហែលជា30000ដើម្បីបកបបុកលបអីចឹងណាដំបូងប៉ុណ្ណឹងដល់ពេលយើងបាន30000ទៅយើងតទៅទៀតចង់បានច្រើនចឹងចង់ណាចូលដល់សម្រាប់ខ្ញុំវិញលុយប្រហែល10000ក៏បានឲ្យតែចូលចង់បានរហូតខ្ញុំចង់អត់លះមែនទេលោកអាណាគឺថាគេចង់បានយើងមានផែនការគឺថាយើងកម្រងយើងគឺយើងចង់បានអស់ធំប៉ុណ្ណាចាឧទាហរណ៍ដូចថាយើងចង់បានត្រឹម30000ហ្នឹងប៉ុន្តែរយៈពេល1ឆ្នាំយើងត្រូវទៅរកឲ្យបានសល់ប៉ុណ្ណឹងអញ្ចឹងយើងត្រូវចាប់ដើមគិតហកពីខែទី1យើងត្រូវធ្វើអ្វីខ្លះសំយ៉ាងម៉េចខ្លះតែសម្ដែងអីខ្លះអត់ចេះចាអញ្ចឹងគឺថាត្រូវមានផែនការបែបនេះដើម្បីអាចសម្រេចនៅគោលដៅរបស់យើងចាអញ្ចឹងគឺថាយើងនិយាយទាំងអស់នេះក្នុងសំខាន់នេះសន្តានច្បាស់ហ្នឹងខ្លួនខ្ញុំចាបាទអរគុណច្រើនដែលសម្រាប់កម្មវិធីរបស់យើងក្នុងសប្តាហ៍នេះនឹងផ្ដល់ជូនការបណ្ដុះផ្នែកគំនិតអ្នកមាននោះតើមានអត្ថន័យយ៉ាងណានឹងផ្ដល់នៅអ្វីខ្លះនោះ
vật vơn mặt mình để miến rồi khiêm cực thấm với khiêm cực thấm khiêm ai chui mà nước ban tràn với khiêm chlong ca làm bạ máu khiêm cực tha nuôi dương group kia để mình chụp chế mình mau bị ắt chế thế mau bị dương ắt ban reprogram khu cả bao dương không khu cả bao dương được program computer chứ với program bao dương nè ở ban cất tiếng thưa nè miền cất thay vì tiếng trong tầm mà sần nọc cái chén trong sần nọc mẹ mong ôn ở kia trong sần nọc dễ đứng ấy trong sần nọc ở trong thưa nè miền này tại trong ban ta sủa sần nọc sủa cô đau thế như ban trong ta mà group nhớ chén bàn tay cô đau một chấm trong thoa giờ nè miền bàn tay dương chi dương pi bị đó ngọt bàn chỗ cháy bàn tay nó chi dương tiền chấm nè đăng để khiêm nè đào chun mà nó cứ chui bằng cao bằng đốc hot cầm đất mẹ miến nó không program khu các ba là bao để trong khai chuyện nè miến bởi vì trong khai chuyện nè miến như trời tay riêng thôi nè miến khiêm áp vô là biện nâng là hô đọc về khiêm chế tài áp trục chơi vào màn đó khiêm tôi chầm lại tam diện search trong internet try on internet thà nè miến mấy hai đó sẽ rất dương chụp cho mùi nâng ở internet mùi là khiêm Robert Kiyosaki chỉ crew bọc nhóm hai khiêm riêng cho mùi quạt mùi tiết cho nằm coi bị tụi bà chơi máu nhưng riêng mùi quạt tiện mùi Robert riêng hai bằng khiêm vô thà cần lực vào phía cứ nơi cái lạnh phát cầm định này dương kết mới tha coi cho nằm coi bột để dương độc đỏ máu chất sầm buồn máu nè ná có cro đây bên tay như kết mới tha nè ná trôi vào vĩnh trôi vào về coi độc đỏ máu trôi vào vĩnh nè ná mới coi miên lối vậy bên tay coi máu 5 năm lọp năm nè đầm miên phát cầm định nè miên kết nó tầm miên đại nè khổ kết nó khổ đại ta bọn nè khổ nó miên ọc ca Rosi ban lôi đôi chân nè cro class trôi trận buồn máu nè cro bên tay miên ọc ca ban miên tầng ngọc bóng bên tay ngay ní kết nó tầng cro từ đại chân miên tầng cro tẹt tông nâng lôi một cái tẹt tông nâng phát cầm đất tim mùi miên lôi đang ở trời ca miên lôi ấy bên tay bờ miên lôi ọt phát cầm đất ở bên phòng nè miên trong cái cro bên đại chứ xong xưa tha sầm rạp nó cầm đất ở bao lô bên tha thọp ta cái tha nâng từ tua nơi chấm nô là hốt tại đó pi pon liên này nó cứ mình chỉ tua lấy mùi đại tịch đây cứ tràn na sầm rạp tua lấy này chứ sầm rạp lô đó ngay lô cái tha lô sầm rạp bànประมาณphía rồi sầm rạp cô nòng và lô đà chỉ cô nòng mùi đại tha thông hệ mía phong đại bạn cô nó thông hệ mía này cứ dươngตัวการสมัยโกบน้องการกระทำนี่ก็ตระการเรียนได้เชื่อมบีมุนเนี่ยอัดเห็นกระทำการปุบะเราบอกมนุษย์ยังตัวเต๋อคืออัดเห็นกระทำอัดชื่อส่วนเองจังฉลองอย่าเปลผมเปลไปชนะมาขนมสังคมจำนวนปัดนิเชื่อมเห็นกระทำไปชมเยอะอยู่มือหมดแผลตาเชื่อมเมียนโกดาวจองเมียนปีปอนเลียนหาก็เกลือออกเลยngười ta biết mình ai đấy bị bọn liên chở nữa nè lấy pi hai xôn bùm buồn bị còi tiệt có còn bao bật tay ta bởi dân trong ban này tràn tới ban mấy thơm mấy những khóa này khóa là thơm mấy phần tay dân từ bây dân bật cho program pi bọn liên từ nông khu cà mau vào dưỡng như ăn chơi cướp đi người ta bởi dân đâu ban mà liên đã tăng khủng mà sao tiệt đã khóa hốt đó pi bọn liên chúng có than là pe đó pi bọn liên đầu tiệt này rồi ngay khiêm chục chi mà cầm rật chục chi thà khiêm ban bật đọc phát cầm rật khiêm chi nè miền này hay đây là kia sai từ pi tròn chứ kia sang bán là tại khiêm tần bục cứ sai từ pi tròn hỏi mình đây thà cứ bọc khiêm sai từ pi tròn khiêm tập nừng chập làm sang tròn ti mũi đi hành sang cho lan hơi đi chẳng cực nhâm pan ca bao nhâm sang sai từ pi tròn chẳng bởi dương miền cứ sai từ pi tròn ta dương sang ban sai từ pi tròn ấy cái tái mà nó tu tư ăn thiên cực thà phơi ấy tam sầm mặt thiệp chứ mà như cứ thà ca cực bao nhiêu nắng đừng ban ca bứt bờ sân chia cực túi cực ban túi khiêm an sập phơi chỉ trán thà nhẹ đà ọt chục cháy cứ nhẹ đà nhẹ mền mau bị đạ cô đau thông ấy ọt chục cháy mau bị đạ cô đau túi hãy sầm lạch ban chục cháy nừng chọc bọn nhưng khi bọn con khác cận sụt nọc cất sụt nọc cất
បានសំណុកហើយគាត់ចូលលក្ខណៈស្រ័យស្រួលហើយក៏អត់ទៅមុខទៀតទេគាត់ថាអស់ចិត្តធម្មតាគាត់ថាអស់ប៉ុណ្ណឹងហើយគាត់ថាធ្វើម៉េចដូនតាយើងពូជយើងមានតែប៉ុណ្្នឹងទេហើយតែចង់បានអាគារ33ជាន់ដូចកណាយា42ជាន់ដូចអាគារភ្លោះនឹងធ្វើមិនកើតចឹងសូម្បីតែយើងខ្លួនឯងមិនជឿខ្លួនឯងថាយើងអាចធ្វើបានផងតើយើងធ្វើបានអត់ហើយយើងទៅនិយាយឲ្យគេជឿអត់បើយើងខ្លួនឯងអត់ជឿខ្លួនឯងតើយើងទៅនិយាយឲ្យគេជឿថាគម្រោងរបស់យើងចំណេញលុយផែនការរបស់យើងល្អដូចខ្ញុំបើកមជ្ឈមណ្ឌលវឹកវិនផងអ្នកមានមកអញ្ចឹងផែនការរបស់ខ្ញុំជាមួយនឹងលោកធូមួយលោកវ៉ាតដៃគូរបស់ខ្ញុំ3នាក់ហ្នឹងគឺផែនការសម្រាប់ថាយើងនឹងសម្រាប់បញ្ជូនចំណេះដឹងហ្នឹងឲ្យទៅដល់ជនរួមជាតិកម្ពុជាទាំងអស់គ្នាបើគាត់អ្នកមានហើយយើងសូមស្វាគមន៍អបអរសាទរគាត់តែបើគាត់អ្នកមិនទាន់មានឲ្យគាត់បដូរការគិតគាត់ឲ្យថាគាត់មិនទាន់គាត់មិនអស់សង្ឃឹមទេឲ្យតែការគិតចង់ខ្លាយជាអ្នកមានហើយគាត់រោខ្លួនឯងគាត់នឹងរោចម្លើយថាធ្វើម៉េចខ្លាចជាអ្នកមានប៉ុន្តែដោយសារអរសេទស្សនិកជនបានទស្សនាហើយកម្មវិធីរបស់យើងក្នុងវគ្គទី1ហ្នឹងក៏ឃើញថាសម្បូរបែបក៏ដូចជានៅរឿងរ៉ាវដែលអរសេមួយចំនួនដែលគាត់មិនបានដឹងថាតើសម្រាប់ផ្នែកគំនិតខ្លាចជាអ្នកមាននេះគឺជាបញ្ហាអ្វីផងដែរគំនិតអសវញ្ញាសម្រាប់ President ជួបគ្នាបន្តនៅក្នុងវគ្គទី2និងរឿងរ៉ាវបន្តសម្រាប់លោកផងដែរអរគុណបាទអរគុណច្រើនបាទមកវិញអសញ្ញាបានជួបជាមួយនឹងកិច្ចសម្ភាររបស់លោកសៀវសុផលដែលជាប្រធានមជ្ឈមណ្ឌលរបស់ Fun មកគំនិតអ្នកមានផ្ដល់នៅកិច្ចសម្ភារល្អៗជូនដល់បទពិសោធន៍អសញ្ញាក្នុងការទស្សនាជាមួយកម្មវិធី Radio Fine នៅពេលនេះផងដែរបាទនៅពេលនេះកម្មវិធីរបស់យើងមកសម្ភារសម្រាប់នៅសិនជួបគ្នានៅវគ្គទី2ជាមួយកិច្ចសម្ភារជាបន្តទៀតស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីបាទ TFI នៅក្នុងវគ្គទី2ចាសម្រាប់នៅក្នុងវគ្គនេះផងដែរក៏សូមនាំអារម្មណ៍ប្រិមិត្តទស្សនិកជនជួបជាមួយនឹងកិច្ចសម្ភារជាបន្តចាគឺជួបជាមួយនឹងលោកសៀវសុផលថាតើបុគ្គលម្នាក់ចាគួរតែធ្វើខ្លួនយ៉ាងណាក៏ដូចជាមានកត្តាអ្វីខ្លះដែលធ្វើលោកអ្នកជឿជាក់លើខ្លួនឯងដើម្បីឈានទៅដល់ចាខ្លាយទៅជាអ្នកមានចាអញ្ចឹងសម្រាប់នៅពេលនេះសូមអញ្ជើញប្រិមិត្តទស្សនិកជនតាមដានទស្សនាពីកម្មវិធីរបស់យើងដោយតទៅបាទស្វាគមន៍បន្តនៅក្នុងវគ្គនេះដែលផ្ដល់នៅកំណត់ដែលល្អបន្តទៀតសម្រាប់លោកសៀវសុផលដែលគាត់នឹងផ្ដល់នៅកំណត់ថាផ្នែកកំណត់អ្នកមានបាទសម្រាប់ខ្ញុំបាទក៏ឆ្ងល់ច្រើនមែនទែនសម្រាប់កំណត់អ្នកមាននេះចង់ដឹងថាតើវាធ្វើយ៉ាងម៉េចដើម្បីឲ្យខ្លួនឯងមានការជឿជាក់លើខ្លួនឯងដើម្បីធ្វើជាអ្នកមាននឹងគេដែរបាទអញ្ចឹងសូមសួរបន្តឃើញថាឧទាហរណ៍សម្រាប់បងប្អូនរបស់យើងមួយចំនួនគាត់ជាអ្នករត់តុកណាខ្ញុំតែងតែសួរគាត់ថាប្អូនចុះហើយប្អូនមិនក៏មិនគិតថានឹងធ្វើការងារអ្វីក្រៅពីការរត់តុកនេះគាត់តែនិយាយថាគាត់អត់មានចំណេះដឹងហើយគាត់មិនដឹងថាគាត់អាចធ្វើអីបានពួកអីគាត់អាចធ្វើរត់តុកសំខាន់នោះគឺគាត់ថាគាត់មានបាយ3ពេលហើយគាត់មានប្រាក់ខែគាត់គិតថាប៉ុណ្ណឹងរួចហើយកុំតែខ្ញុំតែងតែគិតថាសិនជាបងអនាគតគាត់មានប្រពន្ធកូនតើគាត់នឹងឲ្យប្រពន្ធកូនគាត់រស់របៀបម៉េចទៀតហើយគាត់ឆ្លើយមិនចេញគាត់បែរជាថាបានហើយខ្ញុំទៅរត់តុកបន្តអានេះជាគំនិតយ៉ាងម៉េចដែលបងអាចបកស្រាយតិចបានបាទអរគុណបាទការងារអ្វីក៏ល្អដែរការងារអ្វីក៏យើងអាចខ្លាចជាអ្នកមានបានដែរមជ្ឈមណ្ឌលវឹកវើផ្នែកកំណត់អ្នកមានយើងនេះយើងមានបរិញ្ញាតាំងពីអ្នកបោសសម្អាតអ្នកជូតប្រគុណព្រោះយើងមានហ្គេម cash flow នេះយើងមានតួនាទីតាំងពីអ្នកសម្អាតគ្រូបង្រៀនតកង់ឡានជាប៉ូលីសជាដុកទ័រជាវិស្វករទីមេធាវីគ្រប់គ្រងជំនួញអ្នកណាក៏អាចសម្រេចគោលបំណងសេរីភាពរញ្ញវត្ថុបានដែរប៉ុន្តែសំខាន់គឺឲ្យការគិតរបស់គាត់ធំគាត់រត់តុកមែនប៉ុន្តែការគិតរបស់គាត់ចង់ខ្លាចជាអ្នកមានអញ្ចឹងគាត់ធ្វើការងារល្អគាត់រត់តុកគាត់ធ្វើការមានគោលដៅការងាររត់តុករបស់គាត់ដើម្បីបានបាយ3ពេលសន្សំលុយនេះគាត់ធ្វើមករយៈដើម្បីគាត់សម្រេចគោលដៅរបស់គាត់អាចគាត់ធ្វើការល្អអាចយូរអាចគាត់ធ្វើការបដាគាត់រៀនបដាមានអ្នករត់តុកសិតតែរត់តុកទាំងអស់ណារត់តុកទាំងអស់តែរត់តុកមានគោលដៅគាត់រត់តុកបដាគាត់ទៅរៀនភាសាអង់គ្លេសបដាគាត់ទៅរៀនគណនេយ្យគាត់ទៅរៀនដើម្បីគាត់បដូរជីវភាពរបស់គាត់3ឆ្នាំ5ឆ្នាំក្រោយតែបើយើងអត់មានគោលដៅទេគឺគាត់រត់តុកមួយជីវិតបាទអញ្ចឹងមនុស្សមាន2មនុស្សមានគោលដៅនិងមនុស្សអត់គោលដៅមនុស្សអត់គោលដៅភាគច្រើនធ្វើការឲ្យមនុស្សមានគោលដៅព្រោះអីយើងអត់មានគោលដៅធ្វើការដើម្បីតែបានលុយយើងមកចាយហើយមករស់អញ្ចឹងបេសកកម្មរបស់យើងមកពុបផែនដីនេះមិនមែនដើម្បីតែមករស់ទេគឺមកទទួលបទពិសោធន៍ថ្មីពីពុបផែនមណ្ឌលវឹកវើផ្នែកមិនមានមករៀនស្ដីពីការរៀនពីចំណេះដឹងផ្នែកហិរញ្ញវត្ថុរៀនស្ដីពីការបណ្ដាក់ទុនរៀនស្ដីពីការប្រមូលដើមទុនហើយថារត់តុកមិនមករៀនកើត
កន្លែងយើងផ្ដល់ free រាល់មួយខែម្ដងផ្ដល់ free គាត់មិនបាច់ចាំរៀនបងលុយទេគាត់អត់ទាន់មានធនធានប៉ុន្តែអ្នកណាមួយក៏មានលុយដែរខ្ញុំជឿជាក់ថាអ្នកណាមួយក៏មានលុយដែរប៉ុន្តែបើសិនជាគាត់អត់មានគោលដៅគាត់មានលុយគាត់ទៅចាយនៅការ៉ាអូខេផ្សេងគាត់ទៅចាយប៉ាវមិត្តភ័ក្តិទិញស្រាផឹកតែបើគាត់មានគោលដៅលុយដែលគាត់សន្សំហ្នឹងគាត់សន្សំរៀនមួយមជ្ឈមណ្ឌលវឹកវើផ្នែកមនុស្សមាន$10 $5-$10ដើម្បីឲ្យជីវិតគាត់ប្រែប្រួលគាត់ធ្វើហ៎បាទអញ្ចឹងពេលគាត់រត់ຕົក 4-10 ឆ្នាំទៅគាត់មានបទពិសោធន៍ជួនកាលរត់ຕົកយូរឡើងដល់ពេលជំនួយការចុងភៅឈឺគាត់ទៅជួយហាន់បន្លែហាន់អីទៅដល់យូរពេលមេចុងភៅរៀងខ្ជិលឲ្យគាត់ឆាមហូបឆាអីទៅថ្ងៃក្រោយមេចុងភៅខ្ជិលទុកចិត្តបកាយយកចិត្តមេចុងភៅម៉ាស្សាមេចុងភៅកក់ខ្នងច្បាច់យកចិត្តទៅគេឲ្យធ្វើមហូបគេបរៀនយូរហើយគាត់ឲ្យធ្វើចុងភៅបាទមកហើយគាត់ចង់បើកអាជីវកម្មរ៉ូស៊ីគាត់ត្រូវរៀនវិធីប្រមូលដើមទុនគាត់រត់ຕົកឱកាសច្រើនគាត់ភៀវដែលទៅកន្លែងគាត់សួរអ្នកមានលុយអាចតែចុះបើខ្ញុំចង់បើក business ហ្នឹងណាបើកចំនួន restaurant ហ្នឹងហើយខ្ញុំមានតែចំណេះហើយនឹងបទពិសោធន៍ខ្លះដើមទុនចុះបងគិតមិនដែរបើបងដាក់ដើមទុនហើយខ្ញុំយកតែ 25% ទេខ្ញុំធ្វើអានឹងឲ្យខ្ញុំយក 25% ឬដល់ 15% ដើមទុនបងនៅលើលោកនេះលុយនៅច្រើនណាក្នុងផ្ទះប៉ុន្តែខ្វះកន្លែងចូលតែបើយើងមានគោលដៅច្បាស់លាស់មានការតាំងចិត្តថាចង់ខ្លាចជាអ្នកមានយើងរកផ្លូវហ្នឹងមានទេយើងរកវិធីដើម្បីខ្លាចជាអ្នកមានអញ្ចឹងមកខ្ញុំបើកមជ្ឈមណ្ឌលវឹកវើផ្នែករបស់អ្នកមានមកនេះគឺចង់ជួយឲ្យមនុស្សមានដូរការគិតកុំឲ្យយើងមានអារម្មណ៍ស្អប់អ្នកមានអ្នកក្រទៅច្រើនក្រដោយសារស្អប់អ្នកមានឃើញអ្នកមានចេះថាគេអានេះមានកទីកតើមាននឹងលុយគេលុយបើយើងគោរពអ្នកមានយើងក៏ដល់ជួបគេទៅយើងប្រាប់ថាអរគុណណាលោកអង្គញាអរគុណណាលោកដែលលោកខ្លាចជាអ្នកមានជាគំរូដល់ខ្ញុំហើយធ្វើមិនខ្លាចជាអ្នកមានជួយណែនាំខ្ញុំផងគាត់ដល់សរសើរគេប៉ុណ្ណឹងសរសើរទៅថ្ងៃក្រោយទៅមានកម្រងចំណេញលុយដូចបើករ៉េស្តូរ៉ង់នេះជម្រាបគាត់ទៅក៏ដាក់លុយឲ្យយើងបើកហើយបើក្នុងគូក្បាលរបស់យើងក្នុងប្រូក្រាមគូក្បាលយើងស្អប់តែអ្នកមានហើយយើងចង់ខ្លាចជាអ្នកមានអាចខ្លាចជាអ្នកមានទេបាទអញ្ចឹងយើងចង់បានអីយើងទៅស្រឡាញ់អានឹងចង់បាន business ស្រឡាញ់ business ឧទាហរណ៍អ្នកធ្វើការរត់តុកនៅហាងរ៉េស្តូរ៉ង់គាត់ចង់បានហាងរ៉េស្តូរ៉ង់នឹងខ្លួនឯងថ្ងៃក្រោយគាត់ចង់បានហាងទូចមួយសម្រាប់គាត់ប្រកបអាជីពរបរចិញ្ចឹមជីវិតបង្កើតគ្រួសារថ្ងៃក្រោយឲ្យតែគាត់មានបំណងអានឹងគោលដៅធំហើយគាត់អានគោលដៅគាត់រាល់ថ្ងៃណាមួយគាត់បានហើយសួរថាអានប្រហែលឆ្នាំទៅបានបើធ្វើការប្រាក់ខែ$50ហើយហូបបាយ3ពេលកន្លែងដេកឡើយពិបាកឲ្យតែមានគោលដៅធំទៅទំទិញគោលដៅហើយមានវិន័យខ្លួនឯងទៅសន្សំលុយទៅប្រាក់ខែ40សន្សំបានដល់4រៀល5រៀលក៏បានដែរមួយខែគេចង់ដឹងមិនមែនត្រូវការសន្សំ4រៀលមកធ្វើ5រៀលមកធ្វើជាតកែបានទេប៉ុន្តែចង់ប្រាប់ពីទម្លាប់ពីចរិតលុយរបស់អ្នកនឹងតែបើអ្នកនឹងមានចរិតលុយបើចរិតលុយអ្នកនឹងល្អណាព្រះមើលឃើញបងប្អូនអរនេះកុំបារម្ភតែផ្ដោតអារម្មណ៍ទៅលើឱកាសកុំផ្ដោតទៅលើឧបសគ្គបើយើងក្រយើងផ្ដោតទៅលើក្រមានន័យថាយើងតាក់ទាញក្រមកតែបើយើងក្រហើយយើងផ្ដោតអារម្មណ៍តែទៅលើមានបានបាទហើយមានបានទៅប្លន់គេនោះទេមានបានដោយស្របច្បាប់ដោយកម្លាំងវាឈាមខ្លួនយើងកម្លាំងបញ្ញារបស់យើងហើយត្រូវបន្តស្វែងយល់រៀនសូត្រចំណេះដឹងខាងក្រៅបាទប៉ុន្តែពួកអីសម្រាប់ការដែលចង់មាននេះសម្រាប់គំនិតដែលចង់មានខ្ញុំឃើញថាមានការខុសឆ្គងច្រើនអ្នកខ្លះក៏គាត់ថាគាត់តែនិយាយថាបាទគឺថាអាចគយទេបាទរោចង់ងាប់មិនព្រមមានអញ្ចឹងក៏គាត់ផ្ដាស់ផ្លាស់ប្ដូរគំនិតទៅជាលក្ខណៈបាត់ចង់ប្លន់ឬចង់បាននៅរបស់គេដោយមិនស្របច្បាប់ផងដែរអញ្ចឹងសម្រាប់គំនិតមួយទៀតសម្រាប់ខ្ញុំផ្ទាល់បាទមានមិត្តភក្តិខ្ញុំម្នាក់គាត់ឆ្លងបានរ៉ូស៊ីបាទគាត់ប្រកបមុខរបរខ្លួនគាត់ហើយគាត់បាទណាសុំបាទប្រាក់ចំណូលនិងចំណាយហ្នឹងគឺពីឪពុកម្ដាយដើម្បីបើកនៅហាងមួយរ៉ូស៊ីតែក្រោយមកគាត់បានដួលក្រោយរយៈពេលបាទ3ខែរហូតដល់សប្តាហ៍ថ្ងៃនេះគឺគាត់មានគំនិតថាអ្វីដែលគាត់ធ្វើគឺតែតែជួបបាទនៅបរាជ័យឬជានៅបាទបញ្ហាសប្តាហ៍ថ្ងៃនេះគឺគាត់មិនបានធ្វើអ្វីគឺគាត់នៅតែផ្ទះហើយគាត់ហូបតែបាយ3ពេលរបស់ប៉ាម៉ាក់ខ្ញុំតែតែប្រាប់គាត់ថាហេតុអីបានធ្វើអ្វីនេះគាត់ថា
ជីវិតគាត់គឺតែជួបបញ្ហាតើលោកគាត់ថានឹងមានបញ្ហាក៏ដូចជាដំណោះស្រាយដើម្បីស្រោចស្រង់គាត់ឲ្យចេញពីគំនិតដែលគាត់គិតថាបោះបង់ខ្លួនឯងចោលនៅការរស់ស៊ីទទួលទានបែបនេះបាទនេះជាសំណួរដ៏ល្អខ្ញុំសូមផ្ញើសារដល់បងប្អូនដែលកំពុងតែតាមដានកម្មវិធីនេះថាអ្នកមាននៅលើពិភពលោកនេះដែលគេសភាអ្នកមានទាំងអស់ហ្នឹងភាគច្រើនបរាជ័យ3.2 ដងមានតែ3 ដងកន្លះបានខ្លាចជាអ្នកមានការរស់ស៊ីមិនទទួលជោគជ័យវាជាគេហៅថាលទ្ធផលត្រឡប់មកវិញគេហៅ feedback ហ្នឹងតែយើងធ្វើអត់ត្រូវបានខាតចូលបើគេរស់ស៊ីដែរមិនគេចំណេញបាទនេះជាមូលហេតុមួយខ្ញុំចេញប្រកបអាជីវកម្ម3-4 ដងបរាជ័យធ្វើខ្ញុំដឹងពីលទ្ធផលត្រឡប់មកវិញថាខ្ញុំទេបញ្ហាមានបញ្ហាមិនមែនអតិថិជនរបស់ខ្ញុំមានបញ្ហាទេមិនមែនផលិតផលខ្ញុំមានបញ្ហាទេមិនមែនទីផ្សារមានបញ្ហាទេអត់តាក់ទងនឹងវិបត្តិពិភពលោកទេអត់តាក់ទងទាំងអស់គឺតាក់ទងគឺយើងផ្ទាល់តាក់ទងពីខ្លួនយើងមិនអាចកែប្រែលទ្ធផលបានទេឧទាហរណ៍ថាផ្លែក្រូចមួយផ្លែហ្នឹងកើតផ្លែមកវាធំប៉ុណ្ណឹងហើយវាទូចវាធំយើងមិនអាចកែលទ្ធផលនេះបានទេតែយើងអាចកែបានគឺកែពីឫសគល់ឆ្នាំក្រោយឆ្នាំនេះផលល្អអញ្ចឹងយើងគិតពីអ្វីដែលជាវិជ្ជមានអវិជ្ជមានអញ្ចឹងឆ្នាំក្រោយយើងរកអ្នកជំនាញដើម្បីមើលដាក់ជីវាឲ្យត្រូវស្រោចទឹកឲ្យត្រូវហើយឆ្នាំក្រោយយើងគិតថាបើយើងដូរការថែទាំវាឆ្នាំក្រោយលទ្ធផលផ្លែផ្កានឹងល្អជាងមុនអញ្ចឹងបងប្អូនដែលបរាជ័យគឺបងប្អូនមានសំណាងជាងអ្នកមិនទាន់បរាជ័យបាទហើយគេថាបរាជ័យឯងមានសំណាងទៀតព្រោះបងប្អូនបានធ្វើសកម្មភាពហើយអ្នកអត់ទាន់បរាជ័យគេអត់ទាន់ធ្វើសកម្មភាពទេគេអត់ទាន់ធ្វើសកម្មបាទគេអត់ទាន់អនុវត្តធ្វើសកម្មភាពទេយើងបានធ្វើសកម្មភាពហើយយើងបានអនុវត្តការងារនឹងហើយតែមិនទទួលជោគជ័យតែអ្នកដែលមិនទាន់បរាជ័យដែលមិនទាន់សាកល្បងនឹងដែលគេថាអញ្ចឹងចាមនុស្សបរាជ័យអ្នកនឹងអ្នកខ្លាចទេគេអត់ទាន់ហ៊ានដូចយើងតែបងប្អូនកុំចោះចាញ់ការបរាជ័យធ្វើឲ្យបងប្អូនរៀនបានពីលទ្ធផលវាពីលទ្ធផលត្រឡប់មកវិញថាមកពីអីមកពីយើងអត់ទាន់មានផ្នត់គំនិតជាអ្នករស់ស៊ីមកពីយើងអត់បានរៀនពីចំណេះដឹងផ្នែកហិរញ្ញវត្ថុមកពីយើងអត់បានរៀនពីក្បួនធ្វើជំនួញមកពីយើងអត់បានរៀនពីក្បួនប្រមូលដើមទុនហើយមកពីយើងអត់បានរៀនពីវិធីធ្វើម៉េចប្រកបអាជីវកម្មជាដៃគូអញ្ចឹងសារនេះជាសារមួយបញ្ជូនដល់បងប្អូនថាកុំបារម្ភផ្ដោតអារម្មណ៍ទៅលើឱកាសកុំផ្ដោតអារម្មណ៍ទៅលើឧបសគ្គបាទអរគុណឃើញថានៅក្នុងវគ្គនេះសម្រាប់ខ្ញុំបាទគឺទទួលបានបទពិសោធន៍ច្រើនមែនទែនព្រមទាំងបាទសូមផ្ញើនៅកម្មវិធីនេះដល់មិត្តភ័ក្តិរបស់ខ្ញុំទាំងអស់ដែលគាត់បានបរាជ័យជាមួយនឹងការមុខជំនួយរបស់គាត់ឃើញថាត្រូវតែមានការបាទប្រឹងប្រែងក្នុងការបាទតទៅទៀតដូចគំនិតរបស់គាត់បានផ្ដល់ឲ្យយើងបាទគុំបាទថាផ្ដល់នៅអ្វីដែលជាគំនិតដែលថាយើងបោះបង់ចោលត្រូវតែព្យាយាមរកគំនិតថ្មីៗដើម្បីរកអាប់ដេតខ្លួនឯងទៅមុខជំនួយខ្លួនឯងអរគុណក្នុងវគ្គនេះសូមអនុញ្ញាតសម្រាប់ Pleasant យើងជួបគ្នាបន្តនៅក្នុងវគ្គទី3ចាអរគុណឃើញថាជឿជាក់ថាប្រិយមិត្តទស្សនិកជនប្រកាសជាបានបទពិសោធន៍ដ៏ល្អចាប់ពាក់ព័ន្ធទៅនឹងថាតើគួរតែធ្វើយ៉ាងណាខ្លះដើម្បីឲ្យយើងនឹងមានការជឿជាក់លើខ្លួនឯងពីព្រោះថាមនុស្សយើងឆាប់អស់សង្ឃឹមមកពេលខ្លះជួបនៅឧបសគ្គអីបន្តិចតួចចឹងគេថារាថយចាអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកជាមួយនឹងកម្មវិធី Variety Advice នៅក្នុងវគ្គទី2សូមសម្រាប់ Pleasant ជួបគ្នាជាបន្តនៅក្នុងវគ្គទី3ទៀតបាទស្វាគមន៍តនៅក្នុងវគ្គទី3នេះដែលយើងនឹងជួបកិច្ចសម្ភាសជាមួយនឹងលោកបាទស៊ីវសុផលដែលគាត់បានផ្ដល់ជូនបាទនៅបទសម្ភាសមួយចំនួនដែលពាក់ព័ន្ធការដែលយើងបាទប្រកបនៅមុខជំនួយឬការងារផ្សេងៗដែលបរាជ័យក៏ប៉ុន្តែទាំងអស់នេះសិតតែជាលទ្ធផលមួយក៏ដូចជាបាទជាដំបូន្មានមួយដើម្បីយើងឆ្ពោះទៅបាទនៅគម្រោងថ្មីឬក៏អនាគតថ្មីរបស់យើងបន្តឥឡូវសូមជួបកិច្ចសម្ភាសជាមួយលោកដូចតទៅបាទបាទស្វាគមន៍តនៅក្នុងវគ្គទី2សម្រាប់កម្មវិធី Variety Advice របស់យើងយើងជួបជាមួយនឹងលោកបាទសិទ្ធិផលបន្តដែលគាត់នឹងផ្ដល់នៅគំនិតមួយចំនួនបាទអញ្ចឹងលោកមានអ្វីបន្ថែមផលល្អព្រោះយើងបានធ្វើសកម្មភាពហើយមិនថាយើងបរាជ័យមិនមែនថាយើងទាន់បរាជ័យទេវាក៏ទទួលលទ្ធផលមកវិញមិនល្អយើងគិតមើលថាឧទាហរណ៍ដូចអំពូលភ្លើងរងថ្ងៃយើងបានប្រើហ្នឹងជាការព្យាយាមរបស់អ្នកវិទ្យាសាស្ត្របាទ
គាត់ព្យាយាមជាង10000 ដងបានចុងក្រោយគាត់សម្រេចគោលដៅរបស់គាត់ហើយផលិតជាអំពូលភ្លើងអគ្គិសនីយើងប្រើហ្នឹងបាទអញ្ចឹងបងប្អូនព្យាយាមបន្តទៀតកុំអស់សង្ឃឹមគិតវិជ្ជមានហើយស្វែងយល់ធ្វើស្វ័យតិទានខ្លួនឯងឡើងវិញមើលថាហេតុអីបានយើងប្រាជ័យហេតុអីបានគេនៅក្នុងជំនួយដល់ហើយយើងចេញពីជំនួយបើយើងស្វែងយល់ឡើងវិញយើងដឹងថាយើងខ្វះអីស្វែងយល់មិនយល់អស់ហើយមកមជ្ឈមណ្ឌលរបស់យើងខ្ញុំដើម្បីរៀនពីផ្នត់កំណត់ហើយរកពីមូលហេតុថាហេតុអីបានយើងបរាជ័យអ្នកបរាជ័យវាចឹងក៏បានកំណត់គោលដៅព្រោះនៅលើពិភពលោកយើងនេះមនុស្ស 2% មានគោលដៅមនុស្ស 98% អត់មានគោលដៅបាទចឹងពេលយើងអត់មានគោលដៅយើងអត់មានផែនការធ្វើអីយើងអត់មានគោលដៅយើងអត់បានសម្រេចនៅគោលដៅអីទេចឹងបើស្រុកខ្មែរយើងគិតថា 1% មិនដល់ 1% ផងតែមានគោលដៅចឹងបងប្អូនសរសេរគោលដៅសរសេរទៅចង់បានអីហើយបងប្អូននឹងរកឃើញថាក្នុង program គូក្បាលយើងនឹងរកឲ្យយើងថាគោលដៅនោះសម្រេចដោយវិធីណាហើយអានវារាល់ថ្ងៃបាទពិតគាត់ណានេះសិនជាតាមកំណត់ខ្ញុំផ្ទាល់ពេលណាដែលខ្ញុំមានកំណត់ថាខ្ញុំចង់បានរបស់នោះមួយគឺខ្ញុំខិតខំរៀបថារកចំណូលធ្វើម៉េចទិញរបស់នោះបានក៏ប៉ុន្តែដើម្បីបានហើយខ្ញុំបោះបង់កំណត់ផ្សេងទៀតដែរគឺខ្ញុំប្រាជ្ញរកកំណត់មួយທາງត្រូវរកអ្វីមួយទៀតចង់បានអ្វីមួយទៀតតែខ្ញុំរកបានមែនក៏សម្រាប់កំណត់ខ្លះដែលវាធំពេកក៏ខ្ញុំតែបានសម្រេចដែរនេះសម្រាប់ហៅថាជាផ្នែកកំណត់មួយខ្ញុំចាប់ដើមយល់ថាវាជាផ្នែកកំណត់ដែលយើងចង់បានអ្វីច្បាស់លាស់ទើបយើងអាចសម្រេចបានបាទអរគុណណាស់សម្រាប់លោកផ្ទាល់ដែលគឺជាប្រធានបាទនៅក្នុងចាំរោនេះសម្រាប់ចាំរោនេះយើងអាចផ្ដល់ទៅដល់ពួកគាត់ផងដែរហើយសម្រាប់ការដែលយើងពួកគាត់អាចមកតាក់ណែនាំគាត់អាចតាក់ទងនឹងការរៀនឬក៏ដូចថាមកចោះឈ្មោះតាមរយៈណាសូមជឿមជ្ឈមណ្ឌលយើងខ្ញុំបើកសិក្ខាសាលា free រាល់ដើមអាទិត្យទី1ប្រចាំខែរាល់ខែឲ្យតែដើមអាទិត្យទី1យើងមានសិក្ខាសាលា free អញ្ចឹងបងប្អូនចាប់អារម្មណ៍ដូរ program ក្នុងគូក្បាលរបស់បងប្អូនឲ្យមាន កម្មវិធីជោគជ័យក្នុងទ្រព្យសម្បត្តិក្នុងលុយសូមបងប្អូនទេតាមលេខទូរស័ព្ទខាងក្រោមដើម្បីកក់កន្លែងដើម្បីទទួលចំណេះដឹងថ្មីដែលបងប្អូនគិតថាបងប្អូនគួរតែយល់ដឹងបាទចឹងសម្រាប់អាស័យដ្ឋានផ្ទាល់លោកអាចជម្រាបជូនថាមានទីតាំងទីណាដើម្បីធ្វើការងារស្រួលដល់ពួកគាត់ជួនកាលគាត់ចង់មកទំនាក់ទំនងផ្ទាល់តែម្ដងដើម្បីដឹងព័ត៌មានកាន់តែច្រើនបាទអាស័យដ្ឋាននៅអគារលេខ10ផ្លូវ109នៅក្រោយទីស្តីការក្រៅរដ្ឋមន្ត្រីថ្មីងាយរលមួយទៀតគឺនៅខាងលិចវត្តថ្វាយអង្គមបាទចឹងសម្រាប់បងមកជាចុងក្រោយក៏ដូចជាមានពាក្យពេចន៍អ្វី5ផ្ញើជូនដល់ទូនជនគាត់កំពុងតែទស្សនាជាពិសេសនោះគឺសម្រាប់អ្នកដែលគាត់ចង់បើថាបាននៅផ្នែកគំនិតអ្នកមានបែបនេះបាទសូម5ផ្ញើទៅដល់ជនរួមជាតិទាំងអស់គ្នាខ្ញុំថ្ងៃនេះខ្ញុំមានឱកាសដែលខ្ញុំជាគោលដៅរបស់ខ្ញុំគឺចង់ចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ល្អបទពិសោធន៍អាក្រក់បទពិសោធន៍ជោគជ័យបរាជ័យទៅដល់ជនរួមជាតិទាំងមូលចឹងថ្ងៃនេះជាឱកាសធំធេងណាស់ដែលខ្ញុំបានបញ្ជូនសារទៅដល់បងប្អូនយើងទាំងអស់គ្នាដែលចង់ខ្លាចជាអ្នកមានត្រូវគិតធំបងប្អូនត្រូវគិតធំហើយពេលបងប្អូនគិតធំហើយបងប្អូននឹងរកវិធីសម្រេចបានគោលបំណងធំតែបងប្អូនអត់ហ៊ានគិតធំគឺបងប្អូនអត់បានសម្រេចគោលបំណងអីទេអញ្ចឹងត្រូវជឿជាក់លើខ្លួនឯងកត្តាសំខាន់ក្នុងជោគជ័យក្នុងជីវិតបរាជ័យក្នុងជីវិតហ្នឹងគឺខ្ញុំឃើញថាជោគជ័យគឺជឿជាក់លើខ្លួនឯងហើយគិតធំបាទអញ្ចឹងបងប្អូនត្រូវខំស្វែងយល់នៅចំណេះដឹងថ្មីដោយតាមរយៈសិក្ខាសាលាមិនមែនតែសំដៅតាសិក្ខាសាលារបស់ខ្ញុំល្អទេសិក្ខាសាលាទូទៅសិតល្អដូចគ្នាអញ្ចឹងយើងស្វែងយល់ពេលមានសិក្ខាសាលាណា free បងលុយថោកបងប្អូនទៅចូលរួមទៅបាទដើម្បីអភិវឌ្ឍខ្លួនដើម្បីយើងចង់ឲ្យខ្លួនយើងមានតម្លៃយើងជាផលិតផលមួយអញ្ចឹងយើងជាបុគ្គលមែនតែយើងជាផលិតផលមួយបើចង់ផលិតផលយើងលក់បានថ្លៃយើងត្រូវតែអភិវឌ្ឍផលិតផលនឹងឲ្យល្អឲ្យទាន់សម័យតែបើយើងអត់អភិវឌ្ឍទេគូក្បាលយើងដូចខ្ញុំឃើញក្មេងយ៉ាងក្រោយក្មេងដូចបងអូនក្មេងប៉ុន្តែការគិតរបស់បងអូនដូចរបៀបចាស់របៀបចាស់មិនមែនការគិតចាស់ហ្នឹងទេការគិតរបៀបបុរាណបាទត្រូវការគិតតាមសម័យថ្មីវិនិយោគរៀនប្រមូលដើមទុនរៀនប្រើធនាគាររៀនប្រើបំណុលរៀនចំណេះដឹងហិរញ្ញវត្ថុហើយរៀនរកស៊ីជាដៃគូគឺត្រូវការរៀនទាំងអស់អញ្
ចឹងហើយសំខាន់ក្នុងកម្មវិធីយើងរយៈពេល30នាទីនេះគឺសំខាន់បំផុតគឺខ្ញុំចង់សំណូមផ្ញើសារទៅបងប្អូនថាត្រូវដូរកម្មវិធីខួរក្បាលបងប្អូនឲ្យមានកម្មវិធីជោគជ័យក្នុងហិរញ្ញវត្ថុនៅក្នុងខួរក្បាលពេលយើងមានកម្មវិធីជោគជ័យផ្នែកហិរញ្ញវត្ថុនោះហើយយើងចេញទៅប្រកបអាជីវកម្មមួយយើងមានផែនការជោគជ័យនៅក្នុងខួរក្បាលយើងហ្មងតែផែនការយើងបរាជ័យយើងអត់ទទួលយកទេបាទបាទអរគុណច្រើនសម្រាប់នេះជារមមានចុងក្រោយក៏ដូចជានៅពាក្យពេចន៍ដល់អនុស្សាវរីយ៍ទស្សនិកជនកំពុងតែទស្សនាផងដែរបាទសម្រាប់កម្មវិធីដែលសារតែពេលវេលារបស់យើងមានកំណត់ក៏មិនអាចបើថាបានពេលវេលាវែងជាងនឹងដែរហើយសម្រាប់លោកបាទស៊ីវសុផលក៏សូមជម្រាបលាសម្រាប់ខ្ញុំបាទក៏សូមអរគុណដល់លោកតួដែលបានដល់គ្នាបានបោប្រត់ពិសោធន៍ដល់ខ្ញុំបាទក៏ដូចជាទស្សនិកជនទាំងអស់បើសិនជាអនុស្សាវរីយ៍ក៏ដូចជាជនបាទចាប់អារម្មណ៍ក៏អាចបាទចំណាយពេលត្រឹមតែរយៈពេល 3-4 ម៉ោងដើម្បីធ្វើការមកទំនងឬក៏មកបាទធ្វើការបាទចោះមកទីនេះផ្ទាល់បាទគឺថាយើងអាចរៀនក៏ដូចជាអាចដឹងបាទនៅគំនិតបាទផ្នត់គំនិតអ្នកមានយ៉ាងម៉េចដែរជាមួយនឹងលោកផងដែរអរគុណលោកសម្ញ្ញាសម្រាប់ Fashion ជួបជាមួយពួកខ្ញុំបាទដើម្បីអ្នកបន្តនៅក្នុងបាទយ៉ាងម៉េចដែរបាទឃើញហើយបាទគម្រោងរបស់គាត់គឺគាត់ប្រកាសជាផ្លូវការតែម្ដងបាទគឺ 2000 លានបាទដុល្លារបាទដុល្លារចាគឺថាប្រធានបទពីកម្មវិធីវត្តធាតុថ្វាយនៅក្នុងថ្ងៃនេះគឺល្អមែនទែនចាគឺថាត្រូវគ្រប់បុគ្គលទាំងអស់ដែលគាត់បានទស្សនាពីកម្មវិធីរបស់យើងហើយជាពិសេសនេះយើងទាំង3នាក់បានចឹងដែរតែអ្វីដែលឃើញលោកមានប្រសាសន៍បែបនេះពាក់ព័ន្ធជាមួយនឹងកិច្ចសម្ភារពាក់ព័ន្ធជាមួយនឹងថាយើងធ្វើការបរាជ័យគឺជាបទពិសោធន៍របស់យើងនៃភាពជោគជ័យនៅខាងមុខហើយយើងកុំលាថយបាទត្រឹមត្រូវណាស់ព្រោះអីខ្ញុំទម្រាំថាខ្លាចជាតារាចម្រៀងអាជីពចឹងណាគាត់ជាបេក្ខជនប្រឡងនឹង5ដងធ្លាក់5ដងធ្លាក់5ដងនៅប៉ុល3លេងនៅប៉ុល5នេះ4ដងហើយនៅប៉ុកគេមួយទៀតម្ដងជាប់លើកទី6ចាអត់វាថយមែនបាទមកក្រាស់គឺថាជាកតាជោគជ័យចង់អញ្ចឹងហ្មងបាទគាត់ថានេះគាត់ថាកាលហ្នឹងធ្វើទៅហ្នឹងគឺអត់ទាន់ដឹងថាកតាហ្នឹងជំរុញយើងខ្លាចទៅភាពជោគជ័យអត់ដឹងទេតែសំខាន់បំផុតកាលពេលហ្នឹងយើងស្រឡាញ់បាទអញ្ចឹងយើងជាជំរុញថាយើងធ្លាក់លើកនេះដោយសារមូលហេតុអីគឺថាខុសភ្លេងដល់ប្រឡងលើកទី2ជាងត្រូវភ្លេងទាំងអស់តែធ្លាក់ដោយសារអីភ្លេចប្រូចាច្រើនបាទសម្រាប់រៀងគឺវាចឹងគាត់ភ្លេចប្រូហើយណោះបាទហើយអត់លាក់លៀងនិយាយប្រវត្តិរបស់យើងមកដល់ពេលជាប់ទៀតភ្លេចប្រូអីចឹងទម្រាំតែរោគគឺថាត្រូវហ្នឹង5ដងចាអញ្ចឹងមានន័យថាពេលដែលយើងទទួលការបរាជ័យកាន់តែច្រើនធ្វើឲ្យយើងមានបទពិសោធន៍ច្រើនបទពិសោធន៍តែយើងដឹងថាធ្លាក់លើហ្នឹងដោយសារនេះអញ្ចឹងយើងពឹងនេះភ្លេចគិតឲ្យរឿងមួយទៀតនោះធ្លាក់ឲ្យមួយទៀតចាតែគាត់ថាជាបទពិសោធន៍ដូចថាលោកសៀសភៅគាត់មានប្រសាសន៍អញ្ចឹងបាទគឺដល់ពេលសម្រាប់យើងបាត់គិតថាមែនអ្វីដែលការព្យាយាមនិងការមិនរាថយព្រោះអ្វីសំខាន់ផុតគឺគោលដៅនៃផ្នែកចំណាត់របស់យើងថាយើងកំពុងតែចង់បានអីយើងចង់បានហើយនៅកាពេលមិនទាន់បានយើងរាថយអញ្ចឹងគោលដៅយើងអត់បានឈានដល់ចំណុចហ្នឹងទេបាទហើយក៏បន្ថែមដែរបាទសម្រាប់អ្នកខ្លះគាត់មានឱកាសនៅក្នុងការដែលក្តៅឱកាសហើយក៏ប៉ុន្តែគាត់មានឱកាសគាត់បែរជាប្រឡែងចោលឧទាហរណ៍លោកកណាគាត់តស៊ូថា5-6លើកគាត់នៅតែតស៊ូហើយគាត់បានជោគជ័យដល់សប្តាហ៍ថ្ងៃខ្លះជាតាជំនាញឈ្មោះល្បីអ្នកខ្លះទៅគាត់បានឡើងដល់ក៏តែគាត់គិតសោះជ្រៀងដូចអត់ដូចមិនទៅមុខឲ្យខ្ជិលមិនទៅចោលទៅរកស៊ីផ្សេងហ្នឹងក៏ជាការយើងថាមិនជោគជ័យផងដែរបាទតែការអាចមិនជោគជ័យនៅលើអាជីពរបស់គាត់បោះបង់ចោលតែគាត់ជោគជ័យនៅអាជីពថ្មីរបស់គាត់ម្យ៉ាងដែរថានោះគាត់ដើរជាងនេះគាត់ដើរជាងបាទធម្មតាភាពជោគជ័យក្នុងជីវិតរបស់យើងអ្វីដែលជោគជ័យ